វងមុំបាទសូមគោរពលោកប្រធានបាទលោកប្រធានស្រៀនបាទលោកប្រធានបាទបងប្អូនតំណាងខេត្តតំណាងស្រុកបាទអញ្ជើញមកទាំងអស់បាទខ្ញុំហូមសវីបាទដែលតំណាងខេត្តត្បូងឃ្មុំបាទបណ្ដោះអាសន្នដែលបានទៅកំពង់សោមថ្ងៃមុននេះបាទហើយអ្នកដែលទៅថ្ងៃមុននេះបាទខ្ញុំបានស៊ើបការដឹងមើលទាំងអស់ប៉ុន្តែខ្ញុំមិនហ៊ានទេមកលោកប្រធានបាទបានទេតែលោកផុតកាឡើយទេវាហ៊ានកំស្រឿនបាទខ្ញុំមិនឡងកុំឲ្យរំខានលោកប្រធានបាទហ៊ានកំស្រឿនបាទតាក់ទងរឿងអ្វីៗខ្ញុំទេមកគាត់រឿងដែលទៅនោះបាទគឺការហូបចុកបាទដោយលោកប្រធានថាជាប្រែតនោះបាទក៏ត្រឹមត្រូវរបស់គាត់ប៉ុន្តែក្នុងចិត្តខ្ញុំគឺមិនមែនទេបាទអ្នកដែលទៅបាទ36អ្នកនេះបាទគឺខេត្តត្បូងឃ្មុំ17នាក់បាទខេត្តព្រៃវែង15នាក់និងខេត្តហើយកំពង់ស្ពឺបាទ4នាក់ទេបាទខ្ញុំសួរកាត់សាសលោកសិនណាលោកភូមិ17នាក់ហើយប្រែតប្រមាណនាក់ហើយមិនប្រែតប្រមាណនាក់និយាយកាត់បាទអ្នកដែលប្រែតនោះគឺមានតែម្នាក់ទេបាទគឺខ្ញុំសុផលបាទចូលទៅដៃជាមួយបងខេរីបាទហើយបងខេរីនេះបាទហារីលោកហារីបាទលោកហារីសំអាតបាទហើយខ្ញុំនេះខ្ញុំស្មានតែទៅនេះមានខ្សែបណ្ដោយបាទមានលោកបាទហិលរទ្ធីញ៉ៃបន្ទន់អ៊ីសំអល់បាទនឹងសហការីយើងនេះជាខ្សែបណ្ដោយបើសិនទៅខ្សែតតឹងអញ្ចឹងក៏ខ្ញុំមិនទៅដែរបាទខ្ញុំនិយាយស្បត់ជាមួយលោកប្រធានបាទខ្ញុំមានកូនមួយទេបាទនឹងប្រព័ន្ធមួយទៀតបើសិនខ្ញុំក្បត់លោកប្រធានឲ្យខ្ញុំងាប់ចេញទៅវិញនឹងឲ្យឡើងបុកបាទបើសិនខ្ញុំនៅបាត់ហើយបាទហេរីឲ្យខ្ញុំស្អីគាត់ចង់បានអីគាត់ឲ្យខ្ញុំបាទហារីសម្រាប់គេឲ្យយើងអីខ្លះគាត់បាទគាត់គ្រាន់តែថាទេថ្ងៃនេះបាទទៅថ្ងៃមុននោះបាទលុយម្នាក់40000បាទហើយនឹងឡានម្នាក់16000ថ្លៃឡាន26000បាទការហូបចុកនោះគឺមានតែមឹកបាទក្តាមបាទហើយនឹងបកាខ្យងតែប៉ុណ្្នឹងទេដូចតែយើងនៅភ្នំពេញដែរទេប៉ុន្តែការទៅ2ថ្ងៃមុនបាទគេអត់ទាន់ប្រាប់យើងស្អីទេបាទគេអត់ទាន់មានប្រាប់យើងទេណាដល់ពេលថ្ងៃដែលមកបានគេប្រាប់ថាយើងបង្កើតបកថ្មីបាទយើងត្រូវតែបង្កើតបកថ្មីបាទបងប្អូនត្រូវក្នុងមុខជូទាំងអស់គ្នាបាទតែអ្នក6 7នាក់អង្គបាទដូចជាខ្ញុំសុផលកុកកំហេងបាទហើយនឹងកុកយូលេងបាទកុកយូលេងបាទមុំហាស៊ូនីហ្នឹងបាទអ្នកទាំងប្រមាណហ្នឹងទេហើយនឹងកូនចៅប្រពន្ធគាត់ហ្នឹងបាទសរុបទាំងអស់ជាប្រហែលជា40នាក់ដែរទាំងកូនចៅពួកនេះទៅបាទខ្ញុំមកបញ្ជាក់ឲ្យអស់ហ្មងហើយបានពេលល្ងាចបាទហូបបាយល្ងាចប្រហែលសិនគេថាប្រកាសគណៈបកថ្មីហ្នឹងគេមាននិយាយឈ្មោះគណៈបកហ្នឹងឯងបាទនិយាយបាទខ្មែរសាមគ្គីបាទគណៈបកខ្មែរសាមគ្គីអញ្ចឹងបងលោកស្រីសលភាពហ្នឹងបាទជាមួយបងកេរីនេះបាទប៉ុន្តែគេសមាជនៅថ្ងៃ1បាទខែ10នេះបាទអញ្ចឹងគេធ្វើគេនាំសកម្មជនរបស់គណៈបកលោកភូមិសង្គមប្រជាធិបតេយ្យហ្នឹងគេទៅឲ្យស៊ីចុកណែនាំគេប្រកាសថាគេនឹងបើកគណៈបកថ្មីបង្កើតមិនគណៈបកនឹងគេចូលរួមជាមួយបកថ្មីគេចូលរួមបកថ្មីសមាជនៅថ្ងៃ1ខែ10ហើយគណៈបកថ្មីហ្នឹងគឺនាងលក្ខសុភ័ព្វនឹងបងការីហ្នឹងបែកប្រភេទប្រធាននៅទេបាទហើយអ្នកណាប្រកាសហ្នឹងលោកហារីហើយណាទៀតសូនីមួយទៀតលោកបងអាសូនីហ្នឹងបាទអាសូនីតែ2នាក់ហ្នឹងទេក្រៅពីនោះបាទសាការីគាត់ហ្នឹងអត់ហ៊ានមាត់អីទេបាទហើយ2នាក់ទៀតខ្ញុំអត់បានស្គាល់បាទហើយសូមជម្រាបថាអ្នកដែលមកវិញបាទខ្ញុំបានធ្វើតេស្តទាំងអស់គ្នាគេថាបើអត់លោកប្រធានមុំសំណងដោបាទគឺអត់មានធ្វើទេគេអត់មានចូលរួមជាមួយទេបាទបើអត់លោកប្រធានហើយខ្ញុំប្រាប់ចឹងដែរយើងធ្វើនេះដើម្បីលោកប្រធានមុំសំណងដោហើយបើយើងចូលទៅអត់មានឃើញលោកមុំសំណងដោផងតែយើងធ្វើដើម្បីអីបាទហើយបងប្អូនខ្ញុំមកវិញខ្ញុំកាសតាមស្រុកអស់លីងបាទគឺចូលរួមជាមួយលោកប្រធានមុំសំណងដោរងចាំលោកប្រធានមុំសំណងដោចុះទៅបាទសម្ពោធនៅស្នាក់ការខេត្តណាមួយបាទដើម្បីឲ្យប្រជាពលរដ្ឋដឹងបាទអំពីការបាទរបស់ក្រុមធារីបាទបងហារីសំអាតនេះបាទជាបញ្ចប់នេះបាទសម្បានចិត្តរបស់ខ្ញុំបាទសូមបូជាជីវិតបាទអត់មានធ្វើបកណាទៀតទេបើសិនឃើញខ្ញុំហូមសវីនេះធ្វើបកណាបាទសូមបងប្អូនបាទធ្វើអីខ្ញុំក៏បានដែរសូមលោកបាទបត់ជូនលោកប្រធានបាទបើសិនខ្ញុំមិនមកបើសិនខ្ញុំមិនស្មោះខ្ញុំនៅក្នុងបាត់ហើយ
bà thì miền lôi trái nè bà từ khi mà đong kia buôn phải ông nhẹ đi nhóm mày bà buôn nhẹ trong đây pi bay rồi buôn bà làm rồi bật túc sao đó sầm ngắt bà nhom châu bà cái bọc pon nhom bà dân bữa sinh thì chung sắp lúc hôm sà ví bà đây thà lu Harry nâng đại châuរួមជាមួយគណៈបកសបុកពុំសង្គមប្រជាធិបតេយ្យនឹងគឺសម្រាប់តែបំបែកហើយទាញអ្នកដែលគ្រប់គ្រងគណៈបកសបុកពុំសង្គមប្រជាធិបតេយ្យនឹងចូលទៅគណៈបកថ្មីដែលមាននាងលក្ខភាពជាប្រធានណាគោលការណ៍គេយ៉ាងគោលការណ៍គឺចូលមកដើម្បីបំបែកចឹងមកបំបែកគេសុំគណៈកម្មការចិនត្រី4នាក់អត់បានបាទគឺសុំនឹងគឺសុំញឹមសុផលមួយបាទកុកយូលេងនឹងមួយបាទកុកកំហេងយូហេងអញ្ចឹងបាទហើយនឹងសូនីនឹងបាទហ្នឹងនេះអានឹងជាលេសទេបាទមិនបានខ្ញុំថាជាលេសបើសុំមិនបានយើងនៅនិយាយគ្នាតទៅទៀតមិនមែនថាទៅបើកគណៈបកមួយខ្មែរសាមគ្គីដែលមាននាងលក្ខភាពមានមួយហើយនឹងទេអានឹងជាយុទ្ធសាស្ត្ររបស់គេទេណាខ្ញុំសូមបញ្ជាក់បន្ថែមទៀតគឺកលឹះសំខាន់បាទប្រជុំនៅព្រៃវែងបាទនឹងបងឃ្មុំវត្តមានដែលតំណាងស្រុកចូលរួមបាទមួយខែ20-30នាក់20-30នាក់គឺគេផ្ដិតមេដៃបាទផ្ដិតមេដៃហើយតារាងខាងលើនេះអត់មានដាក់អីទេគឺចំហចោលបាទដាក់ឈ្មោះនឹងស្នាមមេដៃហ្មងបាទទម្លាក់ទាំងរទ្ធីចោលបាទពីអនុប្រធានគណៈបកមីក្រូហើយមិនទៅថាលឺបង្កើតគណៈបកថ្មីគឺគណៈបកនឹងឈ្មោះអីបាទឈ្មោះគណៈបកខ្មែរសាមគ្គីបាទគឺបងការីគាត់ហូបបាយទាល់មុខខ្ញុំហ្នឹងហើយបាទហារីសម្អាតបាទគាត់ហូបបាយមួយខ្ញុំអ្វីដែលប្រាប់នេះគឺតអ្នកសំខាន់ទេណាបាទគឺអ្នកសំខាន់ហើយអ្នកសំខាន់នឹងមានប៉ុន្មានអ្នកដែរសំខាន់តែជា6 7អ្នកទេចាប់ពីបង្កើនចាប់ពីពេរ៉ុនអីស្រួលអត់មានដឹងផងបាទគាត់យ៉នចាប់ពីយ៉នខ្ញុំមិនឡើងទេបាទមួយផលអីហ្នឹងបាទខ្ញុំអាចដឹងរឿងហ្នឹងគាត់អង្គុយទល់មុខអញ្ចឹងហូបបាយហើយរំសាយទៅខ្ញុំនៅជាមួយគាត់បាទគាត់ឲ្យយើងនឹងបាទឈប់គាត់ឲ្យយើងនឹងតំណាងមកតាំងប្រមាណទៅដល់ស្រុកវិញផ្ដិតមេដៃបាទទុកលោកប្រធានមកកន្លែងដូចនិយាយអញ្ចឹងបាទទុកមកកន្លែងដើម្បីចរចាជាមួយហៀងរដ្ឋីនោះបាទថាមិនព្រមទេពុតទម្លាក់ហៀងរដ្ឋីចោលបាទពីអនុប្រធានគឺមានតែមួយទេបាទគឺមានលោកហេរីតែឯងទេបាទគឺប៉ុណ្្នឹងឯងបាទហើយបងហេរីនឹងបាទគាត់បានបញ្ជាក់រឿងហ្នឹងអញ្ចឹងហារីលោកហារីបាទហារីសម្អាតហ្នឹងបាទគឺថាឲ្យបន្តល្ងាចមកទៀតបាទគឺគាត់ឲ្យបង្កើតបាទយើងនឹងបង្កើតគណៈបកថ្មីបាទគណៈបកខ្មែរសាមគ្គីបាទគឺសម្ដេចនៅថ្ងៃមួយបាទខែ10នៅរាជធានីភ្នំពេញបានមិនដឹងចំណុចនៅត្រណាទេបាទគេគាត់ថាសម្ដេចនៅរាជធានីភ្នំពេញបាទអរគុណយើងបានអរគុណមិនទៅច្បាស់ទៅ